Ok,សួស្តីលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំមកធ្វើវីដេអូបកស្រាយតែត្រូវបកស្រាយគឺដែលត្រូវឲ្យបកស្រាយចំណុចមានពីរចំណុចដែលយើងត្រូវធ្វើ cross check ចំណុច AQ10 មានន័យថានេះយើងលេខកូដអញ្ចឹងមានន័យថា10ហ្នឹងតែអ្នកចូលប្រើមួយយល់មានថាប្រព័ន្ធ LMS មួយដងប្រើមួយម៉ោងហើយចំណុច AQ16 តើមួយយល់ជួយក្នុងការសិក្សារបស់សិស្សនិស្សិតពេកជាមួយនឹងតែមានថាសិស្សប្រើប្រព័ន្ធ LMS ឬក៏មួយយល់ចេះអត់អញ្ចឹងយើងទៅមើលលក្ខខណ្ឌដែលយើងត្រូវសិក្សាដែលយើងត្រូវបកស្រាយអញ្ចឹងដើម្បីបកស្រាយពី table ហ្នឹងយើងកណនីឬក៏ statistic នៅក្នុង SPSS ដើម្បីធ្វើការវិតម្លៃដើម្បីយកបកស្រាយបានឆៃឃ្វា statistic បើតម្លៃនោះកាន់តែធំបញ្ជាក់ថាភាពខុសគ្នារវាងទិន្នន័យជាក់ស្ដែងនិងការរំពឹងទុកកាន់តែធំ P value ន័យថា P value តម្លៃវាទូជាង 0.5 មានន័យថាទំនាក់ទំនងគ្នាបើវាធំជាងឬស្មើ 0.5 មានន័យថាវាមិនទំនាក់ទំនងគ្នាទេអញ្ចឹងណាជាលក្ខខណ្ឌរបស់គេដែលត្រូវបកស្រាយឥឡូវយើងចូលកម្មវិធី SPSS យើងនេះលេខកូដ AQ10 និង AQ16 ហើយយើងចូល SPSS មកវាចូល statistic មក tab statistic ហើយចូល descriptive តបមកយើងយក first step យើងសុំទាញវែងមកយើងត្រូវមើលចំណុចទី10អូខេយើងបានដាក់អស់ហើយនេះយើងយកចំណុចហ្នឹងមកដាក់ចូលខាងលើនោះមានថាចំណុចទី10ដែលខ្ញុំបកស្រាយមិញនៅក្នុង Excel ហ្នឹងហើយនឹងចំណុចទីឡើយខ្ញុំធ្វើសារថ្មីក៏បានបើថាពិបាកstatistic descriptive ចឹងខ្ញុំសុំដាក់ចូលវិញចឹងចំណុចដែលយើងត្រូវបកស្រាយមានសប្តាហ៍ចូល1ម៉ោងមកចូលម្ដងប្រហែលម៉ោងហើយមួយទី16គឺប្រព័ន្ធរបស់វាជួយដល់ការសិក្សារបស់យើងចឹងយើងដាក់ចូលមកហើយចំណុចទី10នេះដាក់វាមកតមកយើងចូលកន្លែង statistic នេះ tick ឆ្លៃក្រៅនេះឃើញមកហើយចូលកន្លែង cell នេះ observe ចំនួនពិតប្រាកដហើយនេះចំនួនវារំពឹងទុកចឹងយើងចុច OK ទៅវាកណនីយើងស្របតាមទ្រឹស្ដីយើងបានសិក្សាមិញវាឃើញថាបើចំនួន P value ធំដូចជាងទៅតាមមានថាមានចំណុចមួយគ្នានេះ value 13.542ហើយចំនួន P value asymptotic significant ហ្នឹងគឺ0វាតូចជាង0វាតូចជាង 0.05 ណា 0.05 ចឹងធ្វើឲ្យវាទំនាក់ទំនងគ្នាចឹងយើងសរុបមក
ឃើញថាវាមានដំណាក់ដំណងគ្នាយើងអាចបកស្រាយបានថាអ្នកចូលប្រាំមួយយល់ប្រមាណដង2 ដងទៅ 3 ដងដែលយើងបានឃើញនេះវាមាន1 ទៅ1ម៉ោង 3 ទៅ 4 ម៉ោងហើយនឹង5 ម៉ោងhour time អញ្ចឹងយើងឃើញថាសិស្សដែលចូលរៀន2 ម៉ោងទៅ 2 ម៉ោងហើយម៉ោងទៅ 4 ម៉ោងនោះវាជួយដល់សិស្សក្នុងការរៀនមានប្រសិទ្ធភាពអញ្ចឹងយើងអាចបកស្រាយបានថាសិស្សដែលចូលរៀននៅក្នុងប្រព័ន្ធ Moodle ម៉ោង 2 ម៉ោងឬក៏ 3 ទៅ 4 ម៉ោងនោះបង្ហាញថាប្រព័ន្ធ LMS ឬក៏ Module នោះមានប្រសិទ្ធភាពស្របតាមលក្ខខណ្ឌតែ Pay Value ដូចជាង 0.5 អញ្ចឹងវាមានដំណាក់ដំណងគ្នានេះយើងអាចកត់ស្រាយថាវាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដមែនប៉ុន្តែនៅក្នុងទិន្នន័យដែល SPA របស់យើងត្រឹមតែ35មិនសូវបញ្ជាក់ថា35ទេ35នាក់អញ្ចឹងវាមិនទៅសុក្រិតអីប្រហែលទេអញ្ចឹងដើម្បីឲ្យវាសុក្រិតទិន្នន័យដែលថាយើងអាចបកស្រាយទៅជាក់លាក់គឺ50ទៅ100នាក់ទិន្នន័យសរុបគឺសង្ខេបបានច្រើនកាន់តែល្អអញ្ចឹងក្នុងន័យយើងបកស្រាយជាក់ស្ដែង35នាក់សាកល្បងនេះគឺបកស្រាយតាមទ្រឹស្ដីដែលបានកំណត់មកនេះគឺឃើញថាវាមានដំណាក់ដំណងគ្នាជាងយើងអាចបកស្រាយបានថាប្រព័ន្ធ LMS របស់យើងនេះគឺមានប្រសិទ្ធភាពបាទការបកស្រាយរបស់ខ្ញុំយកឃើញប៉ុណ្ណេះបាទសូមអរគុណនិងប្រភេទអរគុណដែលបានចូលមើលវីដេអូខ្ញុំសូមអរគុណ